សម្ដេចធិបតីតែងប្រយុទ្ធការទូតសកម្មដើម្បីការពារអធិបតេយ្យភាពបូរណភាពទឹកដីនិងប្រជាជននៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី11ខែមិថុនាឆ្នាំ2026នេះដែរអ្នកនាំពាក្យរាជរដ្ឋាភិបាលអាយដាមប៉ែនប៊ុនណាបានថ្លែងមិនថានៅទីកន្លែងណាក្នុងឬក្រៅប្រទេសមិនថាវេទិកាឬជំនួបណាឡើយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាជានិច្ចកាលតែងតែបំពេញការងារជាអាទិភាពខ្ពស់បំផុតមួយរបស់រាជរដ្ឋាភិបាលនោះគឺការងារការទូតសកម្មដើម្បីការពារអធិបតេយ្យភាពបូរណភាពទឹកដីនិងប្រជាជនអាយដាមប៉ែនប៊ុនណាបានថ្លែងដំណើរបំពេញទស្សនកិច្ចផ្លូវការនិងការអញ្ជើញចូលរួមវេទិកាអនាគតអាស៊ានលើកទី3នៅរាជធានីហាណូយនៃសាធារណរដ្ឋសង្គមនិយមវៀតណាមកាលពីថ្ងៃទី8និងទី9ខែមិថុនាកន្លងទៅនេះគឺជាឧទាហរណ៍ដែលបង្ហាញច្បាស់អំពីការទទួលខុសត្រូវខ្ពស់បំផុតរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតប្រមុខរាជរដ្ឋាភិបាលចំពោះជាតិមាតុភូមិនិងប្រជាជនអាយដាមបានបន្តថាជាក់ស្ដែងសន្ទរកថាគន្លឹះដ៏មានអត្ថន័យនៅឯពិធីបើកវេទិកាអនាគតអាស៊ានលើកទី3បានឆ្លុះបញ្ចាំងឲ្យសហគមន៍តំបន់និងអន្តរជាតិយល់កាន់តែច្បាស់ពីស្ថានភាពនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃដែលបត់ឈប់បាញ់នៅតែផុយស្រួយរីឯសកម្មភាពនៅលើដីជាក់ស្ដែងនៅតែជារឿងដ៏គួរឲ្យព្រួយបារម្ភដែលអាចប៉ះពាល់ដល់សន្តិភាពរវាងប្រទេសទាំងពីរក៏ដូចជាសន្តិភាពនិងស្ថិរភាពតំបន់ទាំងមូលតាមរយៈសន្ទរកថាគន្លឹះនោះជំហរដោះស្រាយចំនួនដោយសន្តិវិធីរបស់កម្ពុជាដោយផ្អែកលើច្បាប់អន្តរជាតិទាំងព្រំដែនគោកនិងសមុទ្រក៏ត្រូវបានបញ្ជាក់យ៉ាងច្បាស់លាស់ជាថ្មីម្ដងទៀតក្រៅពីនោះសម្ដេចធិបតីនាយករដ្ឋមន្ត្រីក៏តែងតែបានលើកពីបញ្ហានេះជម្រាបជូនដល់គូសន្ទនាជានិច្ចនៅក្នុងជំនួបទ្វេភាគីនាអំឡុងពេលនោះជាក់ស្ដែងក្នុងជំនួបជាមួយសមាភិកីវៀតណាមសម្ដេចធិបតីបានជម្រាបអាយដាមនាយករដ្ឋមន្ត្រីលេមិញហឹងអំពីបច្ចុប្បន្នភាពនៃស្ថានភាពព្រំដែនកម្ពុជាថៃនិងបានអរគុណភាគីវៀតណាមចំពោះការគាំទ្រដំណោះស្រាយដោយសន្តិវិធីនៃចំនួនព្រំដែនកម្ពុជាថៃនិងចំពោះការគាំទ្របេសកកម្មរបស់ក្រុមអ្នកអង្គការអាស៊ាន AOT ដើម្បីសង្កេតការទៀងទាត់និងរាយការណ៍អំពីការអនុវត្តបទឈប់បាញ់ក៏ដូចជាការអនុវត្តសេចក្តីប្រកាសរួមថ្ងៃទី27ខែធ្នូឆ្នាំ2025ឲ្យមានប្រសិទ្ធភាពនិងឲ្យបានពេញលេញក្នុងឱកាសទទួលជំនួបសម្ដែងការគួរសមពីអនុរដ្ឋមន្ត្រីការបរទេសអាមេរិក Christopher Landu ក្រៅពីសម្ដែងក្តីសោមនស្សរីករាយចំពោះវឌ្ឍនភាពនៃទំនាក់ទំនងរវាងកម្ពុជានិងសហរដ្ឋអាមេរិកនិងបានគូបញ្ជាក់ពីកលានុវត្តភាពជាច្រើនដើម្បីរួមគ្នាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឲ្យកាន់តែស្អិតរមួតនិងស៊ីជម្រៅថែមទៀតនោះសម្ដេចធិបតីក៏បានជម្រាបអាយដាមអនុរដ្ឋមន្ត្រីអំពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជាថៃនិងគូបញ្ជាក់អំពីការបដិញ្ញាចិត្តនិងជំហររបស់កម្ពុជាក្នុងការបន្តដោះស្រាយបញ្ហាព្រំដែននេះដោយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិនិងអនុលោមតាមអនុសញ្ញាសន្ធិសញ្ញានិងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរស្ថានភាពព្រំដែនកម្ពុជាថៃនិងជំហរដោះស្រាយចំនួនដោយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិនេះក៏ត្រូវបានសម្ដេចធិបតីលើកឡើងក្នុងឱកាសអនុញ្ញាតឲ្យលោកស្រី Izumi Nakamitsu អគ្គលេខាធិការរងអង្គការសហប្រជាជាតិចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារកាលពីរសៀលថ្ងៃទី9ខែមិថុនាឆ្នាំ2026នៅទីក្រុងហាណូយផងដែរអ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ជាថ្មីថាក្នុងនាមជាអ្នកស្រឡាញ់សន្តិភាពនិងគោរពច្បាប់អន្តរជាតិកម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជាថៃដោយបន្សល់ទុកគណៈកម្មាធិការព្រំដែនឥណ្ឌូចិនសៀមដោយគោរពគោលការណ៍ច្បាប់អន្តរជាតិគោលការណ៍ខ្សែព្រំដែនមិនកែប្រែគោរពអនុសញ្ញាសន្ធិសញ្ញាបារាំងសៀមផែនទីនិងកំណត់ហេតុបោះបង្គោលព្រំដែននៃគណៈកម្មាធិការបោះបង្គោលព្រំដែនឥណ្ឌូចិនសៀមព្រមទាំងកិច្ចព្រមព្រៀងនិងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមកកម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ